បានឃើញហ្នឹងគឺទិដ្ឋភាពរថយន្តជាច្រើននៅពីក្រោយខ្ញុំនេះគឺជារថយន្តរីឡាយនៅក្នុងរោងចក្រផលិតរថយន្តរីឡាយអគ្គិសនីសឹកបាទចឹងបងប្អូនឃើញហ្នឹងគឺរូបរាងគឺល្អឥតខ្ចោះតែម្ដងបងប្អូនខ្ញុំមើលហើយគឺពេញចិត្ត 100% បាទហើយពិសេសទៅទៀតខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្ររីឡាយគឺជាខ្សែសង្វាក់ផលិតកម្មដែលខ្ញុំបានឃើញផ្ទាល់ភ្នែកហើយគឺជាអ្វីដែលប្រឹកព្រៀងគុណភាពខ្ពស់មែនទែនសម្រាប់អតិថិជនរីឡាយបងប្អូនឃើញខ្សែសង្វាក់ផលិតកម្មរបស់គេច្រើនគេធ្វើស្ពែផាតមកកន្លែងទៅមកកន្លែងគឺគេតេស្តគ្រប់ដល់កន្លែងមកតេស្តតាំងពីជើងក្រោមតាំងពីប៉ុងតាំងពីអង្គុយតាំងពីសម្ពាធខ្យល់និយាយរួមគឺមកដំណាក់កាលនៃតួរថយន្តលក្ខណៈបច្ចេកទេសរបស់រថយន្តគឺសុទ្ធតែទទួលបាននៅការយកទឹកកម្ដៅខ្ពស់បាទបងឃើញសូម្បីតែចផ្លេក៏គេតេស្តដែរបាទអញ្ចឹងគឺជាអ្វីដែលវិស្វកររបស់រោងចក្ររីឡាយយកចិត្តទុកដាក់សម្រាប់សុវត្ថិភាពផាសុកភាពនិងគុណភាពខ្ពស់ជូនបងប្អូនអតិថិជនរីឡាយទាំងអស់គ្នាបាទហើយនៅខាងមុខខ្ញុំនេះផងដែរបងប្អូនបានឃើញហើយគឺជារថយន្តដែលយើងកំពុងតែរៀបចំមកដំណាក់កាលបាទអញ្ចឹងនៅក្នុងរោងចក្រគឺមានខ្សែសង្វាក់ផលិតកម្មមកដំណាក់កាលទៅមួយដំណាក់កាលដូចផ្នែកនេះអញ្ចឹងគឺពូកអីបងប្អូនឃើញគឺបំពាក់រួចអស់ហើយបាទនិយាយរួមតាប់ឡូគេរៀបចំរួចអស់ហើយប៉ុន្តែនៅមានចំណុចខ្លះដែលកំពុងតែបន្តដំណើរទៅមកដំណាក់កាលទៀតបាទអញ្ចឹងនៅក្នុងពេលនេះគឺជាអ្វីដែលយើងបានឃើញគ្រប់ជ្រុងជ្រោយបាទគ្រប់ជ្រុងជ្រោយដូចវីដេអូតាំងពីដើមមកតាំងពីអាគុយតាំងពីម៉ូទ័របាទតាំងពីពាក់ព័ន្ធទៅនឹងកៅអីនេះគឺយើងបានផ្ដិតយករូបភាពទាំងអស់ជូនបងប្អូន